สุดได้เนาะนี้យើងនឹងមក random reading ទាំងអស់គ្នាប្រធានបទរបស់យើងគឺតកតងជាមួយនឹងថាតើមានអីដែលយើងត្រូវដឹងត្រូវប្រយ័ត្នឬក៏សារពី universe ដល់តារានិកយ៉ាទៅឲ្យតារានិករបស់យើងនៅក្នុងវីដេអូនេះគឺជាតារានិក Virgo Scorpio ហើយនិង Pisces អូខេអញ្ចឹងយើងមក check up ទាំងអស់គ្នាតកតងជាមួយនឹង energy របស់តារានិកទាំង3 Virgo Scorpio and Pisces ថា energy របស់គាត់មិនដែរថាមានអីដែលគាត់ត្រូវដឹងត្រូវប្រយ័ត្នឬក៏អីដែលជាសាររបស់ universe សម្រាប់ពួកគាត់ទាំង3តារានិកអញ្ចឹងយើងមក check up energy ទាំងអស់គ្នាអូខេអូស្តាជីណារីរឹងមកអូខេសម្រាប់ energy របស់តារានិក Virgo Scorpio and Pisces គាត់នៅក្នុង energy មួយលក្ខណៈថា I'm strong គេនារីឯករាជ្យបើសិនជាបរិឯករាជ្យនិយាយបែបចឹងណាអញនិយាយបានថាមករយៈមកនេះពួកគាត់ទាំង3គឺនៅគាត់នៅក្នុងស្ថានភាពមិនថាគាត់កំពុងតែនៅជាមួយនឹងខ្លួនឯងអញនិយាយបានថាគាត់កំពុងតែនៅខ្លួនឯងបែបម៉េចឯងថាគាត់ពេលនេះគាត់លក្ខណៈថាផ្ដាច់ខ្លួនពីគ្រប់យ៉ាងដើម្បីមកនៅជាមួយខ្លួនឯងដើម្បីស្គាល់ខ្លួនឯងថាតើខ្លួនឯងត្រូវការអីតើខ្លួនឯងចង់បានអីស្គាល់ខ្លួនឯងកម្រិតណាហើយតើចង់ធ្វើអីអ្វីដែលគាត់ plan ទៅមុខឬក៏អត់របៀបដូចថាគាត់មានអារម្មណ៍មួយដូចធុញទ្រាន់ជាមួយនឹងគ្រប់យ៉ាងរបៀបបែបចឹងណាចឹងទៅធ្វើឲ្យគាត់មានអារម្មណ៍ថា no like right ណាគាត់ចង់ដកកម្រិតពីគ្រប់យ៉ាងដើម្បីមកនៅជាមួយនឹងខ្លួនឯងថាគាត់ចង់ធ្វើអីដែលខ្លួនគាត់ស្រឡាញ់ប៉ុន្តែលក្ខណៈថាដូចម្នាក់ឯងនៅក្នុងបន្ទប់ម្នាក់ឯងធ្វើអីម្នាក់ឯងចង់ទៅនៅតាមដែលគាត់រៀងស្ងៀមស្ងាត់ជាងមុនហើយគាត់អាចនឹងលើកថាគាត់នឹងចាប់ថាដូចថាដូចគិតថានឹងធ្វើអីមួយដែលថ្មីសម្រាប់ខ្លួនឯងដោយមិនបាច់ពឹងពាក់ឬអីវាថាដូចគេហៅថាម៉េច introvert អ្នកគេរបៀបបែបចឹងសុកខ្លះជាមនុស្ស introvert តែរបៀបចឹងប៉ុន្តែ like I'm strong របៀបបែបចឹងណា it's good អញនិយាយបានថាមួយរយៈនេះតារានិកទាំង3 Virgo Scorpio and Pisces គាត់នៅក្នុង energy មួយថាមិនក៏មិនទៅ like I don't care whatever happen I don't care របៀបបែបចឹង I just with being myself របៀបចឹងនៅជាមួយខ្លួនឯងអីចឹងទៅធ្វើអីដែលខ្លួនឯងចង់ធ្វើនេះធ្វើនោះជិបដូចស្ងាត់ទៅរបៀបបែបចឹងណា yes ចឹងយើងមើលថាតើមានអីដែលគាត់ត្រូវដឹងត្រូវចាត់ដែរឬក៏អត់សារសម្រាប់ពួកគាត់ទាំង3យុតិធម៌មានទេសម្រាប់អ្នកស្មោះ yes អាចថាមករយៈមកនេះតារានិកទាំង3គឺពួកគាត់ broken heart មកច្រើនហើយគាត់មានជួបរឿងខកចិត្តមកច្រើនហើយ that's why ដែលធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់ចង់ដកកម្រិតពីគ្រប់យ៉ាងមកនៅជាមួយខ្លួនឯងស្គាល់ខ្លួនឯងរៀនស្គាល់ពីខ្លួនឯងធ្វើអ្វីដែលខ្លួនឯងនិយាយថាតើខ្លួនឯងចង់ធ្វើអីឲ្យប្រកបតើខ្លួនឯងនៅថាអារម្មណ៍ផ្លូវចិត្តផ្លូវកាយរបស់យើងនៅក្នុងកម្រិតណារបៀបបែបអញ្ចឹងយុត្តិធម៌នៅតែមានសម្រាប់ពួកគាត់ពោះចាអីគាត់នៅតែមានអារម្មណ៍គិតមួយថាហេតុអីគាត់មានជួបតែរឿងខកចិត្តហេតុអីគាត់ធ្វើអីអត់ដែលបានសម្រេចចឹងហេតុអីវាថា universe ឬអីដូចអត់មាននៅជាមួយនឹងគាត់អញ្ចឹងរបៀបថាអត់នៅខាងគាត់អញ្ចឹងណារបៀបបែបអញ្ចឹងក្នុងការគេថា it's okay ចូលឆ្នាំខ្មែរហើយគ្រប់យ៉ាងយុត្តិធម៌នឹងបានដល់អ្នកទាំងអស់គ្នាគាត់ថាវាត្រូវការប្រើពេលវេលាត្រូវការ take time សំខាន់យើងព្រមដើរចេញពីគ្រប់យ៉ាងទាំងអស់បើសិនជាឥឡូវនេះអ្នកទាំងអស់គ្នាសម្រេចចិត្តថាចាប់ដើមstart ជាមួយនឹងខ្លួនឯងសារជាថ្មីហើយចាប់ដើមធ្វើអ្វីដែលខ្លួនឯងកម្រងហើយ keep going ពួកគ្នាយើងខ្លះគាត់កងធ្វើនេះធ្វើមួយមែនប៉ុន្តែគាត់អត់ហ៊ានទេអត់ហ៊ានក្នុងការធ្វើអត់ហ៊ានក្នុងការសម្រេចចិត្តអត់ហ៊ានក្នុងការពិភាក្សាឬប្រាប់អ្នកដែលគាត់ទុកចិត្តវិញគាត់នៅតែស្ងៀមអញ្ចឹងគេថាហ៊ានដើរទៅមុខហ៊ានធ្វើបានជោគជ័យយុត្តិធម៌នឹងមានរឿងល្អនឹងជួបមកតែអ្នកគ្នានឹងហ៊ានដើរទៅមុខអត់ហ៊ានសម្រេចចិត្តអត់ហ៊ានធ្វើវាអត់របៀបបែបអញ្ចឹងគេឲ្យយើងឲ្យលះដូចបងនិយាយអញ្ចឹង strong woman independent woman យើងខ្លាចជាមនុស្សឯករាជ្យចង់គិតឬចង់ធ្វើអីធ្វើទៅព្រោះចូលឆ្នាំខ្មែរហើយលេខយើងបើករិស័យយើងបើកប៉ុន្តែពេលខ្លះបើសិនជា energy យើងអត់ ready energy យើងអត់តាន់ clear ទេក៏វាអាចនឹងបិទរិស័យនឹងដូចគ្នាដែរអញ្ចឹងយើងជួយខ្លួនឯងដូចគ្នា
ចូលក្នុងខែ7ខែ8អ្នកនរគ្នានឹងមានឱកាសអីមួយធំបងអត់ហ៊ាននិយាយថាជារឿងអីទេអញតាក់ទងជាមួយនឹងឱកាសការងារមួយដែលល្អវាជាឱកាសដែលធំដែលអ្នកនរគ្នាគួរតែចាប់យកអ្នកនរគ្នាអាចនឹងរៀនពិបាកបន្តិចប៉ុន្តែអ្នកនរគ្នានឹងបានរឿងល្អជួបរឿងល្អប៉ុន្តែរឿងហ្នឹងគឺក្នុងខែ7ខែ8អ្នកនរគ្នានឹងបានមានដំណឹងល្អហើយដំណឹងល្អហ្នឹងគឺជាឱកាសមួយដែលល្អសម្រាប់ខ្លួនឯងទៅថ្ងៃមុខទៀតអញ្ចឹងហ៊ានចាប់យកអត់បានបងថាដល់តែហ៊ានសម្រេចចិត្តដល់តែហ៊ានសាកល្បងដល់តែហ៊ានធ្វើដល់យើងហ៊ានភ្លក់បើយើងអត់ភ្លក់ទេយើងមិនដឹងថារសជាតិវាបែបម៉េច yes អានេះអីដែលកាយគេចង់ប្រាប់គាត់ថាវាអាចនឹងមានឧបសគ្គបន្តិចហើយឧបសគ្គហ្នឹងគឺតកតងជាមួយនឹងខ្លួនឯងនឹងឯង yeah ខែ7ខែ8ខែ9ខែ10ខែ11ខែ12ខែ1ខែ2អានេះអីដែលបងឃើញដល់ខែ1ខែ2ឆ្នាំក្រោយគឺលេខយើងរាសីយើងបើអញ្ចឹងគឺពេលហ្នឹងទៅគឺអ្នកនរគ្នាអាចនឹងរៀនរវល់ហើយរវល់អាចថាក្នុងឆ្នាំនេះអ្នកនរគ្នាអាចនឹងអត់ទៅផ្ដោតទៅលើរឿង relationship ឬក៏រឿង friendship អីច្រើនទេពេលចឹងអ្នកនរគ្នាផ្ដោតទៅលើខ្លួនឯងទៅនឹង Virgo Scorpio និង Pisces អញ្ចឹងដល់ពេលចូលដល់ខែ7ខែ8នៅពេលរាសីគាត់បើគាត់មានឱកាសថ្មីឱកាសធំចូលមកគឺគាត់អាចនឹងរវល់ហើយរវល់ទៅជាមួយនឹងបរិយាបន្នថ្មីសង្គមថ្មីការងារថ្មីបទពិសោធន៍ជីវិតថ្មីបទពិសោធន៍ថ្មីសម្រាប់គាត់អញ្ចឹងគាត់រវល់ហើយវាជាជីវិតថាគាត់នៅជាមួយវាហើយគាត់សប្បាយចិត្តហើយគាត់ដូចស្វែងថាស្វែងរកខ្លួនឯងឃើញអញ្ចឹងគាត់រវល់រហូតគាត់ធ្វើទៅគាត់ចេះតែសប្បាយរហូតដល់ហួយថាគាត់ភ្លេចខ្វាយខ្វល់អីទាំងអស់គឺគាត់សប្បាយ enjoy ជាមួយនឹងខ្លួនឯងបងនិយាយពីដើមវីដេអូអញ្ចឹងហើយបងឃើញដល់ខែ1ខែ2គឺគាត់នឹងរវល់គាត់នឹងមានរឿងល្អឱកាសចូលមករឿងនេះរឿងនោះចូលមកឲ្យគាត់និយាយថារវល់មែនប៉ុន្តែសប្បាយចិត្តហើយជាមួយនឹងខ្លួនឯងយើងជួបរឿងល្អសម្រាប់ខ្លួនឯងទោះអត់មានតំណែងតំណងណាមួយចូលមកប៉ុន្តែយើងជីវិតយើងដើរទៅមុខយើងអូខេរបៀបបែបអញ្ចឹងណាអូខេអញ្ចឹងយើងមកមើលថាមានអីជាសារសម្រាប់តារានិកទាំង3អូ yeah you got the same ពេលនេះដល់គ្នាដូចនៅក្នុងអលក្ខណៈថាអា silent mode បានថាបងនិយាយតាំងពីដើមវីដេអូថាអ្នកទីពេលនេះគឺកំពុងតែនៅក្នុងអាពេលវេលាដែលនៅជាមួយនឹងខ្លួនឯងអញ្ចឹងអ្វីដែលអ្នកគ្នាបានគឺពេលនេះគឺអ្នកគ្នាកំពុងតែនៅក្នុងអា silent mode ប៉ុន្តែអា silent mode ហ្នឹងដូចអ្នកគ្នានៅក្នុងបន្ទប់បិទជិតមួយហើយនៅស្ងាត់អញ្ចឹងប៉ុន្តែយើងត្រៀមរួចជាសាច់ហើយពន្លឺព្រះអាទិត្យឬភ្លើងពណ៌ដែលយើងបាញ់ទៅរកគោលដៅរបស់យើងរបៀបបែបអញ្ចឹងណាយ៉ាគ្រប់យ៉ាងវានឹងមកដោយឯងយុតិធម៌នឹងមានរឿងល្អនឹងមានគាត់ថាកុំស្តុបកុំឈប់ក្នុងការធ្វើវាហើយវាថាទៅមួយសន្សំគ្រប់យ៉ាងវានឹងមកដោយពេលវេលារបស់អ្នកតាមពេលវេលារបស់វាគាត់ថាគ្រប់យ៉ាងវាទៅខាត take time ហើយយើងត្រូវ ready ដូចគ្នាអូខេអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងអ្នកគ្នាយើងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ